រៀងរាល់ព្រឹកចាប់ផ្ដើមដោយស្ងប់ស្ងាត់មុនពេលដែលពិភពលោកសួរអ្វីពីយើងនៅក្នុងគ្រាខ្លីៗទាំងនេះយើងសម្រេចចិត្តថាយើងចង់បានអ្នកណាដើម្បីក្លាយជាការរីកចម្រើនមិនមែនចាប់ផ្ដើមដោយសកម្មភាពទេប៉ុន្តែចាប់ផ្ដើមដោយចេតនាជីវិតមិនប្រសើរឡើងដោយចៃដន្យទេវាប្រសើរឡើងនៅពេលដែលយើងជ្រើសរើសទិសដៅជាជាងការរំខានផែនការសាមញ្ញមួយថ្ងៃនេះបង្កើតបានជាថ្ងៃស្អែកដ៏រឹងមាំមួយចំណេះដឹងរីកចម្រើនយឺតមួយទំព័រម្ដងមួយអ្នកដែលបន្តរៀនសូត្រនៅតែបន្តដំណើរទៅមុខទោះបីជាអ្នកដទៃឈប់ក៏ដោយមេរៀននីមួយៗសុទ្ធតែជាគ្រាប់ពូជសម្រាប់អនាគតរាងកាយរបស់អ្នកនាំអ្នកឆ្លងកាត់រាល់សុបិនដែលអ្នកដេញតាមការយកចិត្តទុកដាក់លើវាមិនមែនជារឿងអត្តនិយមទេវាចាំបាច់កម្លាំងចាប់ផ្ដើមដោយគោរពខ្លួនឯងនៅក្នុងពិភពលោកដែលពោពេញទៅដោយសម្លេងរំខានការផ្ដោតអារម្មណ៍คล้ายជាអំណាចនៅពេលដែលអ្នកយកចិត្តទុកដាក់លើរឿងមួយវឌ្ឍនភាពនឹងមកតាមអ្នកវិន័យប្រែคล้ายការខិតខំទៅជាលទ្ធផលការសង្ស័យខ្សឹបខ្សៀវនៅពេលដែលផ្លូវស្ងប់វាព្យាយាមបញ្ជូនអ្នកឲ្យឈប់និងងាកក្រោយប៉ុន្តែការរីកចម្រើនកើតឡើងនៅពេលដែលអ្នកឆ្លងកាត់វាវឌ្ឍនភាពភាគច្រើនកើតឡើងនៅពេលដែលគ្មាននរណាម្នាក់កំពុងមើលជំហានតូចៗដែលធ្វើឡើងរៀងរាល់ថ្ងៃបង្កើតសន្ទុះដែលមិនអាចបញ្ឈប់បានភាពស៊ីស្វង្ខគាគឺជាអត្តកម្បាំងពិតប្រាកដនៃភាពជោគជ័យជារៀងរាល់ថ្ងៃអ្នកជ្រើសរើសរវាងផាសុកភាពនិងការរីកចម្រើនសម្រាប់ចិត្តតូចៗនិងកំណត់អនាគតរបស់អ្នកច្រើនជាងក្តីសុបិនធំៗទៅទៀតជ្រើសរើសដោយឆ្លៀសវៃអនាគតរបស់អ្នកកំពុងស្ដាប់ចុងក្រោយការឆ្លុះបញ្ចាំងនាំមកនូវភាពច្បាស់លាស់អ្វីដែលអ្នករៀនថ្ងៃនេះរៀបចំអ្នកសម្រាប់ថ្ងៃស្អែក